ទស្សនាការប្រកួតរបស់ Mario ហើយនឹងពេជ្រសម្បត្តិតិចមួយបងប្អូនឥឡូវដាក់ boost strong មួយសិនយកកម្លាំងបោះជង្គង់ស្ដាំមួយពី Mario អូយណែនដាល់ស្ដាំម្ដាយទៀតទាត់ឆ្វេងពី Kimura បាទការប្រកួតនេះគឺខែ2បងប្អូនបាទនៅអេស្ប៉ាញគិតមកដល់ឥឡូវនេះវា3ខែបាទនេះគឺជាការប្រកួតបាទចុងក្រោយបាទរបស់ Mario បងប្អូនបាទគឺគាត់ឈ្នះ Kimura ដល់ទៅដល់ស្ដាំមួយទៀតពី Mario បងប្អូនមើលទម្រង់របស់ Mario បាទគាត់វាយគឺគាត់ចេះបដូរគេហៅថាទម្រង់នៃការវាយបាទគាត់វាយជាមួយវ៉ាន់ថងគាត់ប្រើដៃច្រើនដល់ពេលមួយបូរ៉ាដៃគាត់អត់សូវម៉ានទេគាត់ជង្គង់បាទគាត់ប្រើជង្គង់ហើយនឹងបើប្រើដៃគឺគាត់វាយសំដៅលើក្បាលពោះបាទនេះបាត់ចែងពីបូរ៉ាបោះជង្គង់ស្ដាំពីបូរ៉ាសារភាពថាគាត់វាយអត់ឈឺនេះចូលស្ដាំម្ដាយទៀតពី Mario ដល់ស្ដាំមួយបាទពីបូរ៉ាបោះមួយទៅដល់អូយបូរ៉ាណែនបាទនេះគឺ Mario ឈ្មោះបូរ៉ាឥឡូវនេះយើងមកទស្សនាការប្រកួតនៅក្នុងកម្មវិធីគុណខ្មែរ All Star បាទពេជ្រសម្បត្តិប៉ះជាមួយសេកសាន់នេះគាត់បាននិយាយថារឿងថយមួយគឺមិនថយទេបាទថ្ងៃនេះគាត់ថយតែបន្តិចទេបាទថយតែបន្តិចហើយហ៊ាននិយាយថាពេជ្រសម្បត្តិវាយមកប្រកួតនេះគឺធ្វើឲ្យគេឈ្មោះគាត់ចំនួននោះគឺកាន់តែសុសសាយបាទរំទឺតែម្ដងបាទអូមើលណាការប្រកួតនេះបាទត្រង់នេះដើរចូលធាក់ឆ្វេងបាទពីសេកសាន់បាទដើរស្ដាំទាត់ឆ្វេងពីសម្បត្តិកាច់បដួលពីសេកសាន់បាទវាយកង់ចេញម្រាមបាទថ្ងៃនោះគឺសេកសាន់ប្រកួតចប់មុខឡើងពោអស់ហើយបងប្អូនបាទឯសម្បត្តិដូចជាត្រូវតិចតួចបាទអញ្ចឹងយប់នេះលេងហើយអូយបាទទោះបីជាការប្រកួតនេះកន្លងទៅហួសប៉ុន្តែខ្ញុំមើលហើយមានអារម្មណ៍ថាដូចថ្មីបងប្អូនបាទកង់ចេញម្រាមនេះបាទនិយាយទៅសម្បត្តិបរាជ័យធនគឺនៅ knock out បាទគាត់ចាញ់តៃម៉ូបាទអញ្ចឹងទទួលស្គាល់ថាសម្បត្តិគាត់ល្អប៉ុន្តែការគិតរបស់ខ្ញុំគឺបាទយុគនេះសម្បត្តិព្យាយាមបាទទឹកមួយប្រយ័ត្នប្រយែងមែនតើ Mario នេះទឹកមួយគាត់ល្អធ្ងន់បាទចូលទឹក2ទឹក3អាចនិយាយបានថាយើងរៀងតែមជាងបន្តិចវិញនេះការគិតរបស់ខ្ញុំណាបាទប៉ុន្តែយ៉ាងណាក៏សម្បត្តិក៏ធ្លាប់ដួលដៃគូបាទតាមរយៈកដាប់ដៃកង់ចេញម្រាមរបស់គាត់នេះទឹកមួយដែរបាទគាត់ថាទឹកមួយគឺជាទឹកហានិភ័យបន្តិចឆ្ងាញ់ណាស់បងប្អូនម្ដាយនេះដល់ស្ដាំពីសម្បត្តិអូយកោះកែងមួយទៀតអាកែងកោះមិញគេហៅថាអីគេបងប្អូនដៅមហាជពូដល់ស្ដាំមកពីសេកសាន់អូយកោពេញបាទគូនេះការនឹងខ្ញុំមកថាអធិប្បាយបងឡើងស្អកកហើយបងប្អូនឡើងណែនតែម្ដងបាទនៅស្តាតចាស់កាលនោះបាទគូឯងកាលនោះគឺកៅណាប៉ះជាមួយសេរីចាស់មើលសខុចបាទគុណខ្មែរ All Star ជំនាន់នោះគឺថាបងប្អូនចាំភ្លេចណាបាទថ្ងៃនោះគឺបងប្អូនចាំភ្លេចបាទសេកសាន់ធ្លាប់មកវាយ All Star មាន2បាទមួយទៀតគេហៅថាបើនឹងដាច់សរសៃឈឺសេកសាន់អផាន់មឿងបាទនេះគឺសេកសាន់ផ្សេងយប់នេះម៉ោង8អូខ្ញុំបត់ទៅដល់ម៉ោងហើយនេះបាទបងប្អូនណាបើតនេគឺមកទស្សនាទាំងអស់គ្នាណាបាទម៉ោង8